ច្រើនពរញាតិញោមនេះលោកម្ចាស់ឆាត់កំពុងចាក់ទឹកស្មៅនៅវត្តសវណ្ណគិរីយើងដោយសារខែនេះស្មៅងាប់ខ្លះញាតិញោមដល់ខែក្តៅហ្នឹងងាប់លោកចាក់ទឹកស្មៅពេលចាក់ពេលយប់ផងចាក់ពេលព្រឹកផងយើងបានចាក់ទឹកទៅបានស្មៅយើងស្អាតមើលទៅខៀវស្អាតនេះត្បិតតែវត្តយើងមានប្រព័ន្ធទឹកគ្រប់គ្រាន់ប៉ុន្តែបើសិនជាយើងស្រោចព្រមគ្នាច្រើនកន្លែងទឹកវាខ្សោយដែរញញឹមចឹងយើងស្រោចបានតែមួយកន្លែងសិនស្រោចហើយស្រោចខាងនេះហើយមិនយើងបន្តទៅខាងមុខសាលាបល័យខាងមុខព្រះវិហារតទៀតនៅពេលស្រោចយើងឃើញស្មៅខៀវស្អាតវាស្ងាត់ស្អាតហើយទស្សនភាពនៅក្នុងវត្តសវណ្ណគិរីញាតិញោមទីអារាមស្អាតបែបនេះគឺដោយការប្រឹងប្រែងសាមគ្គីគ្នារវាងគណៈសង្ឃគ្រប់គ្រងព្រមទាំងសមណសិស្សដែលគង់នៅក្នុងវត្តជាពិសេសសមណសិស្សលោកជួយបោះជួយសម្អាតរាល់ព្រឹកនិងល្ងាចញោមតែរឿងមានស្លឹកឈើមានអីជ្រុះខ្លះជារឿងធម្មតាទេញោមហើយពេលល្ងាចឡើងហ្នឹងលោកចេញពីរៀនម៉ោង5លោកវាយជាបោះសម្អាតទាំងអស់គ្នាហើយបងគ្រូលោកជួយមើលព្រោះយើងបើថាយើងបដ ாய் តែលោកបោះតែខ្លួនលោកវាអត់កើតទេញោមព្រោះសមណសិស្សខ្លះតិចតួចលោកលេងច្រើនទៅបើយើងអត់នៅចិត្តលោកយើងអត់មើលលោកក៏លោកអត់បោះដែរអញ្ចឹងបានរកពេលបោះពេលអីគឺមានគ្រូយើងដើរមើលលោកខ្លាចជួនកាលទៅបដ ாய் ទៅលោកអត់បោះលោកលេងអញ្ចឹងនេះជាទស្សនភាពនៅមុខសាលាបល័យនៅវត្តសវណ្ណគិរីហៅវត្តថ្មីឃុំភ្នំតូចស្រុកកូនបរិយខេត្តបន្ទាយមានជ័យហើយញោមបើសឹកឈើយើងឃើញមានញោមបើពីព្រឹកជាងបោះហើយតែម្ដងហ្នឹងប៉ុន្តែគ្រាន់ថាវាជ្រុះថែមទៀតញោមហើយវាជ្រុះថែមទៀតអញ្ចឹងទៅយើងល្ងាចមិនយើងបោះថែមទៀតឲ្យស្អាតតែរឿងសម្រាមរឿងអីអត់មានទេញោមហើយនេះសាលាបល័យហើយសមណសិស្សលោកកំពុងតែរៀនញោមនេះលោកកំពុងតែរៀនហើយនេះគៀនព្រះវិហារញោមស្មៅស្រោចយើងស្រោចទៅស្អាតញោមខៀវតែនៅតែមានងាប់ខ្លះញោមមានងាប់មកក្តប់ហ្នឹងទៅវាយើងស្រោចវាអត់បានសពឬក៏ទឹកវាអត់ដល់អីហ្នឹងទៅវាងាប់ខ្លះតែយើងនឹងដូរទីតាំងស្រោចនេះម្ដងដើម្បីឲ្យស្មៅវានៅតែស្អាតអញ្ចឹងញោមអាចទស្សនាបានទីធ្លានៅក្នុងវត្តសវណ្ណគិរីយើង